ខ្ញុំនឹងប្តីរកបានប្រាក់ខែ 50000 រៀបការ 5 ឆ្នាំតែមានលុយសន្សំតែ 30000 ប៉ុណ្ណោះជាងណែននៅផ្ទះអស់ម្ហូបហើយបងវេលលុយឲ្យអូន 300 មកអូនចុះទៅទិញអីបន្តិចសុំម៉ាក់បងទៅបងអត់មានលុយទេម៉ាក់នៅផ្ទះអស់ម្ហូបហើយម៉ាក់វេលលុយឲ្យខ្ញុំ 300 មកខ្ញុំទៅទិញម្ហូបបន្តិច 300 សិនមិញអញមកសុំលុយទៀតហើយម៉ាក់ខែនេះខ្ញុំពិតជាខ្វះខាតមែនបងថ្លៃផ្ទះ 5000 ទឹកភ្លើង 1000 ប្រាក់ខែ 12000 របស់ខ្ញុំចាយអស់បាត់ហើយអញកុំមកត្អូញត្អែប្រាប់យើងលុយកូនប្រុសយើងហេតុអីត្រូវឲ្យអញចាយនោះជាលុយញើសឈាមរបស់វាអញជាអ្នកក្រៅចេះតែសម្លឹងមើលលុយផ្ទះយើងបែបនេះសមរម្យដែរទេ5 ឆ្នាំហើយខ្ញុំបំបែកប្រាក់ខែជា 8 ចំណែកដើម្បីទ្រទ្រង់គ្រួសារនេះតែក្នុងភ្នែកពួកគេខ្ញុំជាអ្នកក្រៅម៉ាក់នេះជាកាត់ប្រាក់ខែរបស់ខ្ញុំថ្ងៃក្រោយម៉ាក់ជួយទុកដាក់ឲ្យខ្ញុំផងជាវមេងឯងនឹងយ៉ែងណែនមានរឿងអីហ្នឹងអត់មានអីទេគ្រាន់តែចង់ឲ្យម៉ាក់ជួយសន្សំទុកឲ្យខ្ញុំចង់ដឹងណាស់បើគ្មានប្រាក់ខែខ្ញុំតើគ្រួសារនេះអាចរស់នៅយ៉ាងម៉េចមិនក៏អត់មានក្លិនម្ហូបអញ្ចឹងស្អីគេចោះបាយអត់បានធ្វើទេហេតុអីអត់លុយទិញចុះលុយ 12000 របស់អូនឯណាប្រាក់ខែអូនទើបតែបើក 3 ថ្ងៃមុនសោះចាយទៅណាអស់ហើយចុះលុយបងវិញស្អីគេលុយបង 20000 ណែណាជាងណែនរៀបការ 5 ឆ្នាំហើយប្រាក់ខែ 20000 របស់បងខ្ញុំមិនដែលឃើញ1សេនទេឥឡូវប្រាប់ខ្ញុំមកតើគ្រួសារនេះនរណាជាអ្នកត្រត្រង់ម៉ាក់អ្នកគ្រូប្រាប់ថាថ្ងៃស្អែកត្រូវបង់លុយថ្លៃសម្ភារៈគំនូរប៉ុន្មានទៅកូន200អូខេម៉ាក់បង់ឲ្យកូនយេ321.5 បង់ថ្លៃផ្ទះ 5000 ទឹកភ្លើង 1000 ធានារ៉ាប់រងយូយូ 1500 ថ្ងៃនេះទើបតែថ្ងៃទី 15លុយ 12000 របស់ខ្ញុំ 3 ថ្ងៃអស់រលីងលុយ 20000 របស់ជាងណែនប្រហែលជាមិនទាន់ប៉ះពាល់1សេនទេជាងណែនសាលាយូយូត្រូវបង់ថ្លៃសម្ភារៈគំនូរ200កាត់ខ្ញុំលុយមិនគ្រប់ទេបងវេមកសុំម៉ាក់បងទៅជាងណែនតែ200ទេបងប្រាប់ហើយថាសុំម៉ាក់បងទៅបងកំពុងរវល់ចិនមិញឯងមានន័យថាម៉េចមកសុំលុយទៀតហើយម៉ាក់យូយូសាលាទាលុយថ្លៃសម្ភារៈសិក្សាចុះប្រាក់ខែឯងនោះមួយខែ 12000 អញចាយទៅណាអស់ហើយស្អីគេខ្ញុំធ្លាប់ប្រាប់អញហើយចាយលុយខ្ជះខ្ជាយណាស់មិនចេះសន្សំសំចៃសោះគ្រូសាយើងយកអញមកគឺពិតជាស៊ុយ8ជាតិមែនម៉ាក់លុយ 12000 នោះខ្ញុំបង់ថ្លៃផ្ទះថ្លៃទឹកភ្លើងនិងទិញម្ហូបអាហារក្នុងផ្ទះចុះប្រាក់ខែកូនប្រុសម៉ាក់ណែណាលុយកូនប្រុសខ្ញុំមានសិទ្ធិអីឲ្យអញចាយនេះជាលុយញើសឈាមរបស់វាខ្ញុំទុកឲ្យវាថ្ងៃក្រោយទុកយូរទាំងអស់មនុស្សក្រៅដូចឯងគិតតែពីចង់បានលុយគ្រួសារយើងកុំសង្ឃឹមឲ្យសោះជាងនៀនចាំងហ្វឺនអ្នកទាំងពីរមិនគិតថាខ្ញុំចាយលុយខ្ជះខ្ជាយទេអីមិនគិតថាប្រាក់ខែ 20000 របស់គាត់ទើបជាបង្អែកគ្រួសារទេអីចាប់ពីថ្ងៃស្អែកទៅផ្ទះមួយនេះខ្ញុំមិនបញ្ចេញលុយ1រៀលទេម៉ាក់កាត់មួយនេះថ្ងៃក្រោយម៉ាក់ជួយទុកដាក់ទៅលេខសម្ងាត់គឺថ្ងៃកំណើតយូយូសៀវម៉ងឯងនឹងជាងនៀនមានរឿងអីហ្នឹងម៉ាក់ជាងនៀននិងម៉ាក់គាត់មិនមែនគិតថាខ្ញុំចាយលុយខ្ជះខ្ជាយទេអីមិនគិតថាប្រាក់ខែ 20000 របស់គាត់ទើបជាបង្អែកគ្រួសារទេអីអញ្ចឹងខ្ញុំដកលុយ 12000 របស់ខ្ញុំចេញខ្ញុំចង់មើលណាស់ផ្ទះមួយនេះតើចាយលុយអ្នកណាទើបអាចរស់ដល់សប្តាហ៍ថ្ងៃនេះសៀវម៉ងមិនអូនឯងមិនធ្វើម្ហូបមិនចង់ធ្វើបងហត់ពេញមួយថ្ងៃហើយមកដល់ផ្ទះអូនឯងទុកឲ្យបងអត់បាយអញ្ចឹងហោះកាត់អត់មានលុយបងឃ្លានដោះស្រាយខ្លួនឯងទៅអូនឯងមិនមែនទើបតែបើកប្រាក់ខែ 3 ថ្ងៃមុនទេអីយកប្រាក់ខែអូនឯងចេញមកចុះរបស់បងវិញរបស់បងស្អីគេប្រាក់ខែ 20000 របស់បងនោះអីជាងនៀនរៀបការ 5 ឆ្នាំប្រាក់ខែ 20000 របស់បងឲ្យទៅម៉ាក់បងរាល់ខែបងថ្លៃផ្ទះទឹកភ្លើងហូបចុកនិងថ្លៃសាលាកូនសុទ្ធតែខ្ញុំជាអ្នកចេញចុះបងវិញប្រាក់ខែបងយកទៅធ្វើអីអូនឯងកំពុងតែរករឿងហើយរករឿងខ្ញុំគ្រាន់តែគ្មានលុយទិញម្ហូបនេះហៅថារករឿងហ៎ចុះពេលបងឲ្យខ្ញុំទៅសុំលុយម៉ាក់បង200នោះចាត់ទុកជាស្អីវិញបងឲ្យលុយម៉ាក់បងទុកដាក់មានអីខុសគាត់ជាចាស់ទុំគាត់ក៏ដើម្បីសេចក្តីសុខពួកយើងជួយសន្សំលុយពួកយើងដែរសិនមកគំនិតនេះពិតជាល្អមែនដូច្នេះខ្ញុំបានរៀនតាមហើយស្អីគេឯងរៀនតាមស្អីខ្ញុំក៏បានយកប្រាក់ខែរបស់ខ្ញុំទៅឲ្យម៉ាក់ខ្ញុំទុកឲ្យដែរឯងឈួតហើយសិនមកឯងឈួតហើយមែនទេខ្ញុំមិនបានឈួតទេខ្ញុំគ្រាន់តែរៀនតាមម៉ាក់ឯងយកប្រាក់ខែទៅឲ្យម៉ាក់បង្កើតទុកឲ្យតែប៉ុណ្ណោះឯងមិនក៏ឯងអាចធ្វើបែបនេះបានហេតុអីខ្ញុំមិនអាចធ្វើបែបនេះបានចុះគ្រូសាយើងទៅថ្ងៃមុខគិតយ៉ាងម៉េចរស់នៅយ៉ាងម៉េចទៅពីមុនរស់នៅយ៉ាងម៉េចទៅថ្ងៃមុខក៏រស់នៅយ៉ាងហ្នឹងទៅឯងមិនមែនមានប្រាក់ខែទេអី20000 មួយខែគ្រប់គ្រាន់ហើយ
លុយខ្ញុំនៅកន្លែងម៉ាក់ខ្ញុំតើចឹងទៅសុំគាត់ទៅម៉ាក់កូនឃ្លានម៉ាក់ស្ងោរមីពងមាន់ឲ្យកូនញ៉ាំល្អទេចាស់សិនមកយើងនិយាយគ្នាខ្លះមកគ្មានអីត្រូវនិយាយគ្នាទេឯងយកកាត់មកវិញមកពួកយើងនៅដូចពីមុនវិញល្អទេរឿងថ្ងៃនេះខ្ញុំចាត់ទុកថាវាមិនធ្លាប់កើតឡើងចុះតើឯងចង់យ៉ាងម៉េចឲ្យប្រាកដតើតែរុះរើផ្ទះនេះចោលទើបឯងអស់ចិត្តមែនទេខ្ញុំគ្រាន់តែចង់ឲ្យឯងដឹងថាជីវិតដែលគ្មានលុយវាមានរសជាតិបែបណាខ្ញុំបែរជាគ្មានលុយសំបីមួយកាក់ម៉ាក់សិនម៉ងយកកាតប្រាក់ខែរបស់នាងទៅឲ្យម៉ាក់នាងបាត់ហើយក្នុងផ្ទះឥឡូវគ្មានលុយសំបីមួយកាក់នាងឈួតហើយឯងចាំនឹងហើយឥឡូវម៉ាក់ទេទៅនាងសិនម៉ងហេតុអីឯងមិនទទួលទូរស័ព្ទម៉ាក់ខ្ញុំមិនចង់ទទួលម៉ាក់ខ្ញុំប្រាប់ថាឲ្យខ្ញុំលេងលេះជាមួយឯងគាត់មិនដែលឃើញមនុស្សស្រីចិត្តអាក្រក់ដូចឯងទេល្អតាឯងនិយាយថាម៉េចខ្ញុំនិយាយថាល្អតាលេងលេះផ្ទះជាទ្រព្យសម្បត្តិមុនរៀបការជារបស់ឯងប្រាក់សន្សំ 30,000 ម្នាក់ពាក់កណ្ដាលយីនៅជាមួយខ្ញុំឯងត្រូវបង់ប្រាក់អាហារកិច្ចរៀងរាល់ខែគាត់ប្រហែលជាគិតថាពាក្យលេងលេះពីរម៉ាត់នេះអាចបន្លាចខ្ញុំគ្រាន់តែប្រើកម្លាំងបន្តិចខ្ញុំនឹងចុះចាញ់ហើយគាត់ភ្លេចហើយមនុស្សដែលស្លាប់បេះដូងទៅហើយគឺមិនខ្លាចការគំរាមកំហែងទេស្អីគេអូនកុំឆេវឆាវអីខ្ញុំមិនឆេវឆាវទេពួកយើងមានយូរអូនក៏ដឹងថាពួកយើងមានយូរមិនអាចនិយាយពាក្យលេងលេះនេះទេណាយូជាងណែនពេលនេះលោកមកនិយាយពីយូជាមួយខ្ញុំពេលដែលខ្ញុំសុំលុយលោក200 យ៉នលោកឲ្យខ្ញុំទៅសុំទានម្ដាយលោកដូចអ្នកសុំទានមិនក៏លោកមិនគិតពីយូពេលដែលខ្ញុំដើម្បីគ្រួសារមួយនេះចាយប្រាក់ខែ 12,000 យ៉នគ្មានសល់1សេនឯលុយ 20,000 យ៉នរបស់លោកនៅនឹងដៃម្ដាយលោកមិនកម្រើកសំបីបន្តិចមិនក៏លោកមិនគិតពីយូពេលដែលម្ដាយដ៏ល្អរបស់លោកជាខ្ញុំថាជាអ្នកក្រៅជាខ្ញុំថាលោកភ្លុនចង់បានលុយគ្រួសារលោកម៉ាក់បងគាត់គ្រាន់តែគាត់និយាយទាំងខឹងទេជាងណែនមិនមែនកំពុងពិភាក្សាជាមួយលោកទេថ្ងៃស្អែកខ្ញុំនឹងទៅពិគ្រោះជាមួយមេធាវីរៀបចំកិច្ចព្រមព្រៀងលេងលេះឲ្យបានឆាប់បើលោកគ្មានយោបល់ទេពួកយើងបែកគ្នាដោយសន្តិវិធីបើលោកចង់រករឿងខ្ញុំនឹងកំដរដល់ទីបញ្ចប់ការងារក្រោយគឺទុកសម្រាប់អ្នកដែលនៅមានមនោសញ្ចេតនាម៉ាក់ប៉ាកាត់អីហ្នឹងប៉ាកំពុងរៀនរឿងមួយពីម៉ាក់រៀនអីគេរៀនពីរបៀបធំធាត់នាងស្ត្រីពីពោនាងចង់ធ្វើអីនាងចង់ក្រឡាប់មិនមែនទេនាងជាមនុស្សស្រីយកលុយឲ្យម្ដាយខាងស្រីនាងមានន័យថាម៉េចនាងចង់ប្រមូលទ្រព្យសម្បត្តិគ្រួសារយើងឲ្យអស់មែនទេខ្ញុំប្រាប់នាងចុះគ្មានផ្លូវទេម៉ាក់ទី1នោះជាកាតប្រាក់ខែរបស់ខ្ញុំផ្ទាល់មិនពាក់ព័ន្ធនឹងម៉ាក់ទេទី2ខ្ញុំនឹងជាងណែនចិត្តលេងលេះគ្នាហើយក៏លេងមានអ្វីដែលហៅថាគ្រួសារតកូជាងរបស់ពួកឯងទៀតដែរលេងណាជាងណែនប្រាប់នាងមែនទេហាមិននឹងអាចលេងលេះជាមួយនាងទៅទេគឺខ្ញុំជាអ្នកប្រាប់គាត់ខ្ញុំសម្រេចចិត្តហើយនាងហ៊ានស្អីគេនាងស៊ីថ្លើមខ្លាឃ្មុំប្រមាត់ខ្លាខិនមែនទេកូនប្រុសខ្ញុំខ្វាក់ភ្នែកហើយទើបយកមនុស្សរមលគុណដូចជានាងពាក្យនេះខ្ញុំនឹងចាំទុកជំនួសយូរការគិតគូរនេះយើងនឹងគិតគូរបន្តិចម្ដងរឿងនេះមិនបាច់រំខានអ្នកមីងខ្វល់ទេត្រូវហើយខ្ញុំសូមរំលឹកអ្នកមីងមួយម៉ាត់ក្រោយពេលលេងលេះយូគឺជារបស់ខ្ញុំជាងណែនក្នុងនាមជាឪពុកជារៀងរាល់ខែត្រូវបង់ថ្លៃចិញ្ចឹម3បាច់យោងតាមប្រាក់ចំណូល 20,000 យ៉នរបស់គាត់តុលាការប្រហែលជានឹងកាត់ក្តីឲ្យបង់ 4,000 ទៅ 6,000 ដល់ពេលនោះអ្នកមីងត្រូវចាំថាជារៀងរាល់ខែត្រូវយកលុយពី 20,000 យ៉នដែលអ្នកមីងទុកនោះមកឲ្យចៅស្រីរបស់អ្នកមីងឲ្យទាន់ពេលវេលាហើយក៏គ្រួសារនេះគ្មានខ្ញុំទេជាងណែនត្រូវជួបផ្ទះខ្លួនឯងត្រូវហូបចុកត្រូវរស់នៅលុយ 20,000 យ៉នរបស់គាត់អ្នកមីងត្រូវរៀបចំផែនការឲ្យគាត់ឲ្យបានល្អយ៉ាងណាមិញគាត់ជាមនុស្សប្រុសអាយុ30 ឆ្នាំម្នាក់នៅជាប់ខ្លួនគ្មានលុយសុទ្ធសំបីតែមួយសេននាងគាត់ចង់គ្រប់គ្រងលុយកូនប្រុសរីករាយនឹងសិទ្ធិធ្វើជាមេគ្រួសារបានអញ្ចឹងក៏ទទួលយកកាតព្វកិច្ចទាំងអស់ដែលកូនប្រុសគួរធ្វើទៅពិភពលោកទាំងមូលស្ងប់ស្ងាត់ហើយខ្ញុំបានទៅផ្សារទំនើប5ឆ្នាំហើយខ្ញុំមិនដែលទិញរបស់សម្រុំមួយឲ្យខ្លួនឯងសោះអូនសួស្តីអ្នកស្រី Shen ថ្លៃសេវាគ្រប់គ្រងអចលនទ្រព្យត្រីមាសនេះរបស់ផ្ទះអ្នកស្រីចំនួន 3,200 យ៉នត្រូវបង់ហើយតើអ្នកស្រីចង់វេតាម WeChat មកខ្ញុំឥឡូវនេះឬក៏ឲ្យខ្ញុំទៅយកលុយសុទ្ធ
អូអ្នកគ្រប់គ្រងវងសុំទោសផងណាគ្រូសាយើងអ្នកដែលគ្រប់គ្រងលុយទៅថ្ងៃមុខមិនមែនខ្ញុំទៀតទេរឿងនេះលោកត្រូវទៅរកជាងណែនគាត់ប្រហែលជាកំពុងគិតថាលុយ7,000ដែលម៉ាក់គាត់ឲ្យអាចទប់ទល់នឹង3,200បានប៉ុន្មានដងទៀតម៉ាក់ប៉ាកាត់អីហ្នឹងប៉ាកំពុងបង់ថ្លៃសេវាគ្រប់គ្រងជាងនាននេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះអ្វីដែលអ្នកធ្លាប់ឲ្យខ្ញុំទ្រាំខ្ញុំនឹងឲ្យអ្នកភ្លក់រសជាតិពីទ្វេដងស្អីគេម៉ាក់ខ្ញុំគាត់យកលុយទៅទិញភាគហ៊ុនដប់មិនចេញទេទិញភាគហ៊ុនជាលេសដ៏សាមញ្ញនិងធ្លាប់ស្គាល់ណាស់ពីមុនខ្ញុំសួរគាត់ថាលុយទៅណាអស់ហើយគាត់ថាឲ្យម៉ាក់គាត់ជួយទប់ឥឡូវគាត់ត្រូវការលុយម៉ាក់គាត់ក៏ប្រាប់ថាទិញភាគហ៊ុនម៉ាក់កូនមួយគូនេះពិតជាដូចគ្នាបេះបិទមែនចុះយ៉ាងម៉េចអ្នកចង់និយាយអីថ្លៃសេវាគ្រប់គ្រងតើអ្នកអាចចេញមុនសិនបានទេខ្ញុំអត់លុយទេអ្នកមានអ្នកទិញអីវ៉ាន់ច្រើនម្លឹងអ្នកថាអត់លុយលុយទាំងនោះគឺខ្ញុំសុំពីម៉ាក់ខ្ញុំដូចដែលអ្នកពីមុនឲ្យខ្ញុំសុំពីម៉ាក់អ្នកអញ្ចឹងឥឡូវនេះអ្នកភ្លក់រសជាតិនឹងហើយឬនៅខ្ញុំបានឃើញការបាក់មុខពីក្នុងកែវភ្នែករបស់គាត់ស្អីគេបងខុសហើយរៀបការ5ឆ្នាំនេះជាលើកទី1ហើយដែលខ្ញុំឮពាក្យទាំង3ម៉ាត់នេះចេញពីមាត់គាត់មិនមែនដោយសារគាត់ពិតជាដឹងកំហុសនោះទេតែនៅចំពោះមុខការពិតគាត់ត្រូវតែអង្ក្បាលបងពិតជាខុសមែនយើងកុំលែងលេះគ្នាអីល្អទេអូនយកកាតប្រាក់ខែមកវិញមកយើងនៅរស់នៅដូចពីមុនអញ្ចឹងដូចពីមុនអញ្ចឹងជាងនានត្រឡប់ទៅវិញលេងបានហើយបងមិនចង់លេងលេះទេបានប៉ុន្តែមិនមែនដូចពីមុនទេចុះត្រូវធ្វើយ៉ាងម៉េចងាយណាស់ទី1ថ្ងៃស្អែកបងទៅកន្លែងម៉ាក់បងយកកាតប្រាក់ខែបងមកវិញទី2ចាប់ពីខែក្រោយទៅប្រាក់ខែបងមិនបាច់ប្រគល់ឲ្យទៀតទេបងរំលោភផ្ទះទឹកភ្លើងថ្លៃសេវាគ្រប់គ្រងការចំណាយថេរក្នុងគ្រួសារទាំងអស់គឺដកចេញពីកាតបងទាំងអស់ជារៀងរាល់ខែបងត្រូវវេលុយ5,000យ៉នបន្ថែមចូលកាតខ្ញុំទុកជាថ្លៃចំណាយក្នុងគ្រួសារនិងថ្លៃរៀនសូត្ររបស់យាយលុយដែលនៅសល់បងចាត់ចែងខ្លួនឯងចុះពីមុនគឺម៉ាក់គាត់ធ្វើជាប្តីជំនួសគាត់ឥឡូវនេះគាត់ត្រូវរៀនធ្វើជាប្តីដោយខ្លួនឯងលក្ខខណ្ឌទាំង3នេះរបស់ខ្ញុំស្មើនឹងការកាត់ផ្តាច់ចំណងសេដ្ឋកិច្ចដ៏ខុសប្រក្រតីរវាងគាត់និងម៉ាក់គាត់ទាំងស្រុងហើយថែមទាំងឲ្យគាត់ទទួលខុសត្រូវលើគ្រួសារនេះដែលជាអ្វីដែលគាត់គួរតែទទួលម៉ាក់បងគាត់មិនយល់ព្រមទេនោះជាបញ្ហារបស់បងមិនមែនជាបញ្ហារបស់ខ្ញុំទេបងទៅដោះស្រាយទៅដោះស្រាយរួចរាល់គ្រួសារមួយនេះអាចបន្តទៅមុខទៀតបានគ្រប់ពេលបើដោះស្រាយមិនបានទេម៉ោង 9 ព្រឹកថ្ងៃច័ន្ទមេធាវីរបស់ខ្ញុំនឹងតាក់ទងទៅបងទាន់ពេលវេលាព្រឹកថ្ងៃបន្ទាប់គាត់ចេញទៅក្រៅតាំងពីព្រលឹមដូចជាសិស្សប្រញាប់ទៅប្រឡងអញ្ចឹងពេលរសៀលគាត់ក៏ត្រឡប់មកវិញកាត់ណៃណាម៉ាក់ខ្ញុំគាត់ជឿហើយមកទៀតហើយខ្ញុំរងចាំពាក្យនេះពេញមួយព្រឹកហើយគ្រាន់តែខ្ញុំនិយាយថាយកកាតប្រាក់ខែមកវិញគាត់ក៏ធ្វើទុកជំងឺបេះដូងតែម្ដងតិចនៅលើឥដ្ឋដកដង្ហើមមិនរួចគាត់ថាបើខ្ញុំនៅតែបង្ខំគាត់ទៀតគាត់នឹងស្លាប់ឲ្យខ្ញុំមើលអញ្ចឹងហើយទើបលោកត្រឡប់មកវិញដោយដៃទេសៀវម៉ាំងទុកពេលឲ្យខ្ញុំបន្តិចទៀតបានទេម៉ាក់ខ្ញុំឥឡូវគាត់កំពុងតែរំជួលចិត្តខ្លាំងចាំគាត់ធូរស្បើយបន្តិចចាំខ្ញុំទៅនិយាយទៀតពួកយើង
ពួកយើងបង់ថ្លៃសេវាខុនដូនិងថ្លៃភ្លើងខែនេះសិនទៅបានទេចាត់ទុកថាខ្ញុំខ្ចីអូនសិនចុះខ្ចីជាងនានលោកមានប្រាក់ខែ1ខែ20000ឥឡូវត្រូវមកខ្ចីលុយមនុស្សអត់ការងារធ្វើដូចខ្ញុំមិនមែនមានន័យអញ្ចឹងទេម៉ាក់ខ្ញុំគាត់គ្រាន់តែមិនទាន់អាចដកលុយបានមួយរយៈសិនមិនទាន់អាចដកបានឬក៏មិនអាចដកបានរហូតខ្ញុំមិនខ្វល់ទេលក្ខខណ្ឌរបស់ខ្ញុំនិយាយច្បាស់ណាស់យកកាតរបស់លោកមកវិញទទួលខុសត្រូវតួនាទីរបស់លោកបើមិនអញ្ចឹងទេពួកយើងមិនចាំបាច់និយាយគ្នាទៀតទេជាងនានថ្ងៃស្អែកម៉ោង 9 ព្រឹកកុំភ្លេចបើកទូរស័ព្ទផងមេធាវីរបស់ខ្ញុំនឹងតាក់ទងទៅគាត់ចង់ប្រើពាក្យសៀវម៉ុងពីម៉ាត់នេះដើម្បីឲ្យខ្ញុំត្រឡប់ទៅ5ឆ្នាំមុនវិញគួរឲ្យស្ដាយខ្ញុំមិនមែនជាសិនម៉ុងកាលពី5ឆ្នាំមុនទៀតទេសិនម៉ុងនាងពិតជាចង់ដាច់ចិត្តយ៉ាងនេះមែនទេប្តីប្រពន្ធ5ឆ្នាំនាងពិតជាចង់បំបែកបំបាក់គ្រួសារនេះដើម្បីលុយមែនទេដាច់ចិត្តដើម្បីលុយជាងនានបើកភ្នែកឲ្យធំហើយស្ដាប់ខ្ញុំនិយាយមិនមែនខ្ញុំទេដែលចង់បំបែកបំបាក់គ្រួសារនេះគឺលោកនិងម្ដាយដ៏ល្អរបស់លោកពេលដែលពួកលោកចាយលុយខ្ញុំយ៉ាងរំភើយហើយចាត់ទុកការលះបង់របស់ខ្ញុំជារឿងធម្មតាគ្រួសារមួយនេះវាបានបែកបាក់បាត់ទៅហើយពេលដែលម្ដាយលោកចង្អុលមុខដៀលខ្ញុំថាជាអ្នកដតីហើយលោកវិញមិនហ៊ាននិយាយសំបីមួយម៉ាត់ថ្ងៃស្អែកម៉ោង 9កុំភ្លេចឲ្យសោះខ្ញុំដឹងថាការស្រមើស្រមៃចុងក្រោយរបស់គាត់ត្រូវបានខ្ញុំបំផ្លាញដោយផ្ទាល់ដៃបាត់ទៅហើយព្រឹកថ្ងៃច័ន្ទជាងនានមិនបានទៅធ្វើការដោយសពមួយដងទេគាត់បានចាក់សោខ្លួនឯងនៅក្នុងបន្ទប់ធ្វើការហាក់ដូចជាចង់កាត់ផ្ដាច់ពីពិភពលោកខ្ញុំមិនខ្វល់ពីគាត់ទេ5ឆ្នាំហើយខ្ញុំមិនដែលរស់នៅដើម្បីតែខ្លួនឯងដូចពេលនេះទេខំប្រឹងចិញ្ចឹមកូនប្រុសទម្រាំតែធំឥឡូវនេះដើម្បីអ្នកដតីម្នាក់គេចង់បង្ខំម្ដាយបង្កើតខ្លួនឯងឲ្យស្លាប់ទេពកសសម្ដែងពិតជាមិនអន់មែននាងស្រីកញ្ជ្រោងសាងប៉ាស៊ីងនាងជាអ្នកញុះញង់កូនប្រុសខ្ញុំឲ្យកាត់កោលខ្ញុំមែនទេនាងចង់លេបត្របាក់លុយគ្រួសារយើងមែនទេសិនម៉ងនាងចង់ធ្វើអីឲ្យប្រាកដឯងគិតថាខ្ញុំមិនបានត្រៀមខ្លួនមែនទេម៉ាក់កំពុងធ្វើអីហ្នឹងលេងខ្ញុំថ្ងៃនេះខ្ញុំត្រូវតែប្រដៅប្រពន្ធថែងខ្ញុំស្មានតែអ្នកចិត្តខាងរំខានមកប្តឹងតើអូយមកល្មមតែម្ដងមើលកូនស្រីដ៏ល្អដែលអ្នកបានបង្រៀនចុះឥឡូវរឿងស្លាប់ចង់ហោះរំលងមេឃហើយញុះញង់កូនប្រុសខ្ញុំឲ្យទារលុយពីម្ដាយដូចជាខ្ញុំឥឡូវថែមទាំងចង់លេងលេះជាមួយកូនប្រុសខ្ញុំទៀតគ្រួសារអ្នកឯងគឺចង់បានតែលុយគ្រួសារយើងទេចាងហ្វិនមិនដឹងទេថាកំហឹងរបស់ម៉ាក់ខ្ញុំមិនដែលត្រូវការការព្រមានទុកមុនទេពេលដែលគាត់ត្រៀមខ្លួនរួចរាល់ក្នុងការនិយាយសង្គ្រាមក៏បានបញ្ចប់បាត់ទៅហើយអ្នកដន្លឹងសម្ដីរបស់អ្នកខ្ញុំស្ដាប់មិនយល់ទេអ្វីទៅដែលហៅថាចង់បានលុយគ្រួសារអ្នក5ឆ្នាំមកនេះថ្លៃទឹកភ្លើងហ្គាសនរណាជាអ្នកបងការហូបចុករបស់គ្រួសារទាំងមូលនរណាជាអ្នករ៉ាប់រងគឺកូនស្រីខ្ញុំសិនម៉ងប្រើប្រាក់ខែ 12000 របស់នាងរាល់ខែដើម្បីទ្រទ្រង់ 12000 កូនស្រីខ្ញុំចិត្តល្អយល់ចិត្តជាងនាងធ្វើការហត់នឿយទើបរ៉ាប់រងរាល់ការចំណាយក្នុងផ្ទះនេះតែម្នាក់ឯងចំណែកអ្នកឯងវិញមិនត្រឹមតែមិនដឹងគុណទេថែមទាំងចាត់ទុកអ្វីទាំងអស់នេះជារឿងធម្មតាទៀតអ្នកថាកូនស្រីខ្ញុំចង់បានលុយអ្នកជាម្ដាយក្មេកមានសិទ្ធិអីមកកាន់ប្រាក់ខែ 20000 របស់កូនប្រុសហើយឈោមើលកូនប្រសារស្រីដើរសុំអង្វរគេគ្រប់កន្លែងដើម្បីតែលុយថ្លៃសាលា200នោះតើអ្នកមានចិត្តណាអ្វីឲ្យប្រាកដខ្ញុំជួយសន្សំលុយឲ្យពួកគេខ្ញុំធ្វើដើម្បីតែពួកគេទេសន្សំលុយសន្សំរហូតដល់សំបីតែលុយរៀនចៅស្រីខ្លួនឯងក៏គ្មានឲ្យសន្សំរហូតដល់លុយភ្លើងផ្ទះកូនប្រុសក៏គ្មានបងអ្នកដន្លាប់លុយនេះអ្នកសន្សំទុកនៅណាបើអ្នកនៅតែរករឿងទៀតមិនមែនកូនស្រីខ្ញុំចង់លេងលេះជាមួយយ៉ែងណានទេគឺអ្នកផ្ទាល់ជាអ្នកបំផ្លាញគ្រួសារពួកគេម៉ាក់មិនក៏ម៉ាក់មកទីនេះព្រឹកមិញម៉ាក់ទេទៅកូនមិនលើកម៉ាក់មិនទុកចិត្តក៏មកមើលបើដឹងថាគ្រួសារគេជាមនុស្សបែបនេះតាំងពីដំបូងមិនគួរយល់ព្រមរឿងរៀបការរបស់កូនទេយ៉ែងណែនឈៀវម៉េងជាកូនស្រីខ្ញុំមិនអាចមើលនាងរងទុកទេរឿងរបស់ពួកឯងគិតខ្លួនឯងឲ្យច្បាស់ទៅជាមនុស្សប្រុសសូម្បីតែគ្រួសារតូចរបស់ខ្លួនឯងក៏ការពារមិនបាន
ពេលម៉ាក់ខ្ញុំមកគាត់យូរផ្លែឈើមួយថងពេលទៅវិញគាត់ទុកផ្លែឈើនោះនៅទីនេះគាត់ចង់និយាយអ្វីមួយតែគាត់រកពាក្យនិយាយលែងបាននាងចំណាយពេល5ឆ្នាំឲ្យម៉ាក់នាងនិយាយពាក្យថាប្តីជំនួសនាងទាំងអស់គាត់ចេញទៅក្រៅ2ម៉ោងក្នុងរយៈពេល2ម៉ោងនេះគាត់ជួបប្រទះអ្វីខ្លះខ្ញុំមិនដឹងទេតែខ្ញុំអាចទីបាន2ម៉ោងនេះរបស់គាត់ប្រហែលជាពិបាកជាង5ឆ្នាំនេះបូកបញ្ចូលគ្នាទៅទៀតគាត់2ម៉ោងនេះមិនមែនទៅរកម្ដាយគាត់ឆ្លោះគ្នាទេគាត់ទៅយកលុយទាំងអស់ដែលកាត់ពីកាត់ខ្ញុំដោយស្វ័យប្រវត្តិក្នុងរយៈពេល5ឆ្នាំនេះផ្ទេចូលកាត់ខ្លួនឯងម្ដងមួយសិនម៉ងក្នុងកាតនៅមាន70000ទៀតគឺម្ដាយខ្ញុំសន្សំទុកប៉ុន្មានឆ្នាំនេះលុយដែលនៅសល់គាត់ថាគាត់ទិញការវិនិយោគខែក្រោយទើបអាចដកមកឲ្យខ្ញុំបានលេខសម្ងាត់គឺថ្ងៃកំណើតរបស់យឺថ្ងៃក្រោយប្រាក់ខែខ្ញុំគឺអូនជាអ្នកគ្រប់គ្រងឲ្យខ្ញុំគ្រប់គ្រងឲ្យអូនគ្រប់គ្រងបងគិតច្បាស់ហើយគិតច្បាស់ហើយថ្ងៃនេះខ្ញុំនិយាយច្បាស់ជាមួយម្ដាយខ្ញុំហើយផ្ទះនេះគឺផ្ទះរបស់ខ្ញុំនិងអូនថ្ងៃក្រោយរឿងគ្រួសារយើងគាត់មិនអាចលូកដៃទៀតទេគាត់យល់ព្រមហើយគាត់មិនយល់ព្រមក៏ត្រូវតែយល់ព្រមបើសិនគាត់ធ្វើមិនបានខ្ញុំក៏មិនសូវត្រឡប់ទៅវិញទៀតដែរមិនសូវគឺប៉ុណ្ណាមួយខែយ៉ាងច្រើនម្ដងបើគាត់រករឿងគឺកាន់តែតិចជាងនានបាទទុកឲ្យខ្ញុំគិតបន្តិចសិនបាទជាងនានបងចាំទុកនេះមិនមែនជាទីបញ្ចប់ទេគឺជាការចាប់ផ្ដើមខ្ញុំចាំហើយខ្ញុំទទួលយកកាតនេះមិនមែនដោយសារខ្ញុំអភ័យទោសឲ្យបងទេគឺដោយសារខ្ញុំសុខចិត្តផ្ដល់គ្រួសារពេញលេញមួយដល់យឺម្ដងទៀតខ្ញុំដឹងខ្ញុំនឹងថែរក្សាមិនមែននិយាយទេគឺធ្វើខ្ញុំធ្វើជាងនានបាទខ្ញុំត្រូវប្រាប់បងរឿងមួយសិនម៉ងពីមុននោះបានបាត់ទៅហើយអ្នកដែលរស់នៅពេលនេះគឺជាមនុស្សដែលមិនព្រមឲ្យខ្លួនឯងរងទុក្ខដោយសារនរណាម្នាក់ទៀតទេបងអាចទទួលយកបានយើងក៏បន្តបើបងធ្វើមិនបានកិច្ចព្រមព្រៀងលែងញ៉េះមានប្រសិទ្ធភាពគ្រប់ពេលខ្ញុំដឹងហើយអរគុណហើយស៊ីវម៉ុងអរគុណអ្នកដែលនៅតែព្រមផ្ដល់ឱកាសនេះឲ្យខ្ញុំឃ្លានហើយទៅធ្វើម្ហូបទៅបានខ្ញុំទៅធ្វើអ្នកចង់ញ៉ាំអីខ្ញុំទៅទិញម្ហូបឥឡូវនេះអ្នកចង់ញ៉ាំអីខ្ញុំញ៉ាំឆ្អឹងជំនីពេលយីចេញពីសាលាមកវិញនាងចង់ញ៉ាំបង្គាបានឆ្អឹងជំនីនិងបង្គាខ្ញុំទៅឥឡូវនេះហើយខ្ញុំមកវិញហើយខ្ញុំទិញរួចហើយខ្ញុំបានទិញឆ្អឹងជំនីដែលអ្នកចូលចិត្តញ៉ាំហើយនិងបង្គាដែលយីចូលចិត្តឆ្អឹងជំនី42បង្គា35បន្លែ21សរុប98យ៉នដឹងហើយអញ្ចឹងខ្ញុំទៅធ្វើម្ហូបហើយទៅចុះតើគូស្រស់ទឹកសិនឬប្រឡាក់សិនស្រស់ទឹកសិនបានស្រស់ទឹកសិនប៉ាម្ហូបប៉ាធ្វើពិតជាឆ្ងាញ់ណាស់មែននឹងលើកក្រោយប៉ាធ្វើទៀតទៅបានប៉ានឹងធ្វើឲ្យកូនញ៉ាំរាល់ថ្ងៃចានខ្ញុំលាងរួចហើយចង្ក្រានក៏ជូតរួចដែរខ្ញុំចេញពីធ្វើការហើយខ្ញុំបានធ្វើពងទាចៀនប៉េងប៉ោះយឺឯងគិតមើលលំហាត់នេះបន្តិចទៅថ្លៃសេវាគ្រប់គ្រងបងហើយថ្លៃទឹកបងហើយថ្លៃភ្លើងក៏បងហើយដែរការទិញទំនិញសប្តាហ៍នេះថ្លៃម្ហូប320យ៉នថ្លៃទឹកភ្លើងទុកមុន500យ៉នម្សៅទឹកដោះគោរបស់យឺមួយកំប៉ុង380យ៉នសប្តាហ៍ក្រោយតើយើងគួរទិញអង្ករនិងប្រេងស្តុកទុកខ្លះទេ
ស្តុកទុកទៅកុំភ្លេចប្រៀបធៀបតម្លៃ3ហាងផងបាទម្សៅទឹកដោះគោមួយកំប៉ុង380 យ៉នបងស្មានតែត្រឹមតែជាង100 យ៉នសោះបងស្មានថាប្រាក់ខែ12000 យ៉នរបស់អូនចាយអស់ដោយរបៀបណាពីមុនបងមិនដឹងអ្វីទាំងអស់អូនដឹងដូច្នេះឥឡូវនេះបងត្រូវតែដឹងបងសុំលើកទូរស័ព្ទសិនម៉ែម៉ែដឹងហើយកូនកុំទាន់អារំភើបអីរឿងនេះម៉ែត្រូវគិតសិនខ្ញុំដាក់ចុះសិនហើយសៀវម៉ុងម៉ែបងគាត់រៀងមិនស្រួលខ្លួនចង់ទៅមន្ទីរពេទ្យពិនិត្យមើលគាត់រៀងខ្វះខាតលុយបន្តិចចង់ឲ្យពួកយើងយកឲ្យគាត់1000 យ៉នសិនមិនស្រួលខ្លួនលើកមុនគាត់មិននៅសុខសប្បាយទេកម្លាំងពេញខ្លួនចង់វីអូនទៀតផងគាត់ថាខឹងនឹងអូនប៉ុន្មានថ្ងៃនេះចេះតែឈឺទ្រូងរហូតអូអញ្ចឹងបងរំលោភផ្ទះ5000 យ៉នថ្លៃសេវាគ្រប់គ្រង1000 យ៉នថ្លៃម្ហូបអាហារ3000 យ៉នប្រាក់បម្រុង500សរុប12500នេះជាថវិកាគ្រួសារយើងខែនេះគិតត្រឹមថ្ងៃនេះប្រាក់បម្រុងគ្រួសារយើងនៅសល់400បងចង់ឲ្យម៉ាក់បង1000ក៏បានបងប្រាប់ខ្ញុំមកយកពីណាគឺកាត់បន្ថយថ្លៃម្ហូបពាក់កណ្ដាលកន្លះខែទៀតយើងហូបបបរនឹងជ្រប់ឬក៏ឈប់ឲ្យយឺរៀនគូគំនូខ្ញុំមិនដឹងទេបងមិនដឹងទេអញ្ចឹងខ្ញុំសម្រេចចិត្តជំនួសបងប្រាក់បម្រុង400អាចឲ្យម៉ាក់បងបានឲ្យគាត់ទៅចុះឈ្មោះនិងថតកាំរស្មី X សិនទៅបើមានបញ្ហាធំមែនត្រូវការលុយច្រើនចាំយើងរកវិធីតាមក្រោយបើឈឺតិចតួចឲ្យគាត់យក400នេះទិញថ្នាំទៅក្រៅពីនឹងគឺគ្មានទេលទ្ធផលនេះបងទៅប្រាប់ម៉ាក់បងទៅឬក៏ខ្ញុំប្រាប់គាត់ក៏បានទុកឲ្យខ្ញុំជាអ្នកនិយាយចុះល្អម៉ាក់ខែនេះពួកយើងក៏ខ្វះខាតដែរអាចឲ្យម៉ាក់បានតែ400សិនទេម៉ាក់ទៅពេទ្យពិនិត្យសិនទៅម៉ាក់សៀវម៉ុងទុកដាក់លុយក៏មិនងាយស្រួលដែរម៉ាក់កុំធ្វើឲ្យពួកយើងពិបាកអីធ្វើឲ្យពិបាកខ្ញុំធ្វើឲ្យពួកឯងពិបាកតាំងពីពេលណាឯងនេះកាន់ជើងតែអ្នកក្រៅដោះស្រាយរួចហើយខ្ញុំទៅចាក់ទឹកមួយកែវអរគុណលើកទៅជាងនានថ្ងៃនេះខួបកំណើតលោកយាយអាយុ80ឆ្នាំបានកក់3ទៅនៅភោជនីយដ្ឋានហ្វូម៉ាន់ឡូវគ្រួសារឯងទាំង3នាក់ត្រូវតែមកណាអ្នកមីងខ្ញុំដឹងហើយសៀវម៉ុងបើមិនអញ្ចឹងទេពួកយើងមិនបាច់ទៅទេហេតុអីមិនទៅខួបកំណើតលោកយាយពួកយើងជាកូនចៅត្រូវតែទៅចូលរួមកាដូខ្ញុំរៀបចំរួចរាល់អស់ហើយសៀវម៉ុងនេះអូននេះជាកាដូខួបកំណើតសម្រាប់លោកយាយជារឿងដែលគួរធ្វើតោះទៅកុំឲ្យសាច់ញាតិរងចាំយូរអ្នកទាំងប៉ុន្មានអ្នកសូមអញ្ជើញខាងក្នុងលោកយាយជូនពរលោកយាយអាយុយឺនយូរនេះជាទឹកចិត្តបន្តិចបន្តួចរបស់ចៅប្រសាអូហូនេះជាត្បូងហឺធានមែនទេនេះមានតម្លៃណាស់ម៉ែមើលចុះចៅប្រសាមានទឹកចិត្តណាស់មែនហើយផ្លែពេជ្រត្បូងនេះពិតជាស្អាតណាស់ក្មេងល្អមកអង្គុយក្បែរយាយមក
មកអ្នកទាំងអស់គ្នាលើកកែវឡើងជូនពរលោកយាយអាយុយឺនយូរជាងនាងថ្មីនេះការងារយ៉ាងម៉េចដែរឬម៉ែឯងនិយាយថាថ្មីនេះឯងខ្វះខាតលុយកាក់មែនទេសៀវម៉ុងមិនមែនអ្នកមីងចង់ថាឲ្យឯងទេមនុស្សប្រុសនៅខាងក្រៅស៊ូមិនងាយស្រួលទេអំណាចហិរញ្ញវត្ថុក្នុងផ្ទះនេះគួរតែកាន់ក្នុងដៃខ្លួនឯងទើបស្ងប់ចិត្តឯងយកកាត់ប្រាក់ខែរបស់ជាងនាងទុកទាំងអស់គេជាមនុស្សប្រុសចេញក្រៅទំនាក់ទំនងការងារក្នុងហោប៉ៅគ្មានលុយសោះតែធ្វើមិនកើតទៅនឹងហើយមានប្រពន្ធឯណាគ្រប់គ្រងប្តីតឹងរឹងម្លេះនិយាយចេញទៅគេសាយចំអកឲ្យម្យ៉ាងទៀតចាំងម៉ៃជាចាស់ទុំពីមុនជួយគ្រប់គ្រងលុយឲ្យពួកឯងបានយ៉ាងល្អមិនក៏សុកមិនឲ្យគាត់គ្រប់គ្រងទៅវិញនេះមិនមែនជាការមិននឹកកញ្ញូទេយូញ៉ាំបន្លែឲ្យច្រើនបន្តិចទៅចាស់មីងពូអ្នកទាំងពីរយកច្រឡំហើយការដែលប្រគល់កាតប្រាក់ខែឲ្យទៅសៀវម៉ុងគឺជាការសម្រេចចិត្តរបស់ខ្ញុំរៀបការ5ឆ្នាំសៀវម៉ុងម្នាក់ឯងប្រើប្រាក់ខែរបស់នាងបង់ថ្លៃផ្ទះចិញ្ចឹមកូនទ្រទ្រង់គ្រួសារមួយនេះចំណែកខ្ញុំរកលុយបានច្រើនជាងនាងតែបែរជាដូចកូនក្មេងទម្លាក់ទំនួលខុសត្រូវទាំងអស់ទៅឲ្យនាងនិងម៉ាក់ខ្ញុំមានអារម្មណ៍ថាខ្មាស់អៀនណាស់ពេលនេះខ្ញុំគ្រាន់តែចង់ធ្វើជាស្វាមីនិងជាឪពុកដ៏ល្អម្នាក់ទទួលខុសត្រូវនៅអ្វីដែលខ្ញុំគួរទទួលប្រគល់ឲ្យសៀវម៉ុងព្រោះនាងពូកែរៀបចំជាងខ្ញុំក៏ដើម្បីឲ្យនាងមានអារម្មណ៍សុវត្ថិភាពនេះមិនមែននាងគ្រប់គ្រងខ្ញុំទេគឺប្តីប្រពន្ធយើងទាំងពីររួមគ្នាដើម្បីគ្រួសារមួយនេះចំណែកម៉ាក់ខ្ញុំគាត់ចាស់ហើយក៏គួរតែដល់ពេលសម្រាកដែររឿងក្នុងផ្ទះមិនរំខានគាត់ឲ្យបារម្ភទៀតទេខ្ញុំជឿថាម៉ាក់ក៏សង្ឃឹមថាពួកយើងអាចរស់នៅបានល្អដែរចាំងនានរបស់ពួកយើងធំហើយចេះអាណិតប្រពន្ធកូនចេះទទួលខុសត្រូវសៀវម៉ុងឲ្យអញរៀបការចូលគ្រួសារចាំងយើងគឺជាសំណាងរបស់អញហើយលោកយាយនិយាយត្រូវហើយចាំងនានក្មេងនេះពិតជាចេះគិតមែនពួកយើងទៅផ្ទះចាស់ថ្ងៃនេះអរគុណលោកហើយអរគុណស្អីទៅនោះជារឿងដែលខ្ញុំគួរតែធ្វើតើសុំទោសសៀវម៉ូពីមុនធ្វើឲ្យអូនរងទុក្ខច្រើនហើយហាំអូននៅហើយតែរឿងរងទុក្ខគឺជារឿងពិតមិនមែនដោយសារពាក្យសុំទោសមួយម៉ាត់ក៏លីបាត់នោះទេបងដឹងមែនហើយលុយសន្សំដែលម៉ាក់បងទិញកាលពីខែមុនថ្ងៃនេះដល់កំណត់ហើយគាត់បានផ្ទេរលុយដែលនៅសល់មកឲ្យបងទាំងអស់ហើយបូករួមទាំងលុយ70000ក្នុងកាត់ពីមុននិងលុយដែលបងសន្សំបានបន្តិចបន្តួចប៉ុន្មានឆ្នាំនេះសរុបទាំងអស់20000លុយនេះលោកមានបំណងចាត់ចែងយ៉ាងម៉េចទុកឲ្យអូនជាអ្នកចាត់ចែងចុះបែងចែកដាក់ចូលកាត់ឪពុកម្ដាយយើងរៀងខ្លួនចាត់ទុកថាជាលុយចូលនិវត្តន៍របស់ពួកគាត់អរគុណពួកគាត់ដែលបានលះបង់ច្រើនឆ្នាំមកនេះម៉ាក់បងក៏មានចំណែកដែរ100000ដែលនៅសល់ដាក់ជាមូលនិធិអប់រំក្នុងនាមយឺបាទស្ដាប់តាមអូនទាំងអស់ដាក់ឲ្យម៉ាក់បងមួយចំណែកដែរអូនមិនខ្លាចគាត់យកលុយនេះមកលូកដៃរឿងគ្រួសារយើងទៀតទេប្រកាសណាស់គាត់គឺជាម្ដាយរបស់លោកបង្កើតលោកចិញ្ចឹមលោកផ្ដល់ប្រាក់ចូលនិវត្តន៍ឲ្យគាត់គឺជាការទទួលខុសត្រូវរបស់លោកហើយក៏ជាកាតព្វកិច្ចរបស់ខ្ញុំដែរយើងមិនអាចដោយសារតែគាត់ធ្វើខុសក៏ភ្លេចគុណបំណាច់ដែលគាត់ជាម្ដាយនោះទេប៉ុន្តែឲ្យលុយបានតែរឿងក្នុងផ្ទះគាត់មិនអាចលូកដៃទៀតទេនេះជាគោលការណ៍អរគុណអូនអាឡូម៉ាក់សៀវជាមែនទេកូនសម្លាញ់រវល់យត់អត់ទេម៉ាក់
ទើបតែញ៉ាំបាយរួចសុខភាពម៉ាក់យ៉ាងម៉េចដែរនៅតែដដែលនឹងជំងឺចាស់នឹងណាគ្រាន់តែនៅផ្ទះម្នាក់ឯងស្ងាត់ជ្រងក្នុងចិត្តតែងតែមានអារម្មណ៍ថាឯកាមីងរបស់កូនពេលថ្ងៃពួកគេមកលេងម៉ាក់ដែរគេថាម៉ាក់នៅម្នាក់ឯងមិនសូវស្រួលទេម៉ាក់គិតទៅក៏ត្រូវដែរកូនជាម៉ាក់ដឹងគឺម៉ាក់ធ្វើមិនត្រូវគំនិតចាស់គំរើពេកធ្វើឲ្យកូននិងសៀវម៉ឹងទទួលរងភាពអយុត្តិធម៌ហើយប៉ុន្មានថ្ងៃនេះម៉ាក់តែងតែពិចារណាកំហុសក្នុងចិត្តស្ដាយក្រោយណាស់កូនមើលយាកក៏ចិត្តចូលរៀនផំហើយគឺកំពុងត្រូវការអ្នកមើលថែបើមិនអញ្ចឹងទេម៉ាក់រើទៅនៅជាមួយកូនចុះជួយមើលកូននិងធ្វើម្ហូបឲ្យក៏ចាត់ទុកថាជាការសងជំងឺចិត្តដល់យាកក្នុងនាមជាជីដូនម្នាក់ដែរម៉ាក់រឿងនេះខ្ញុំត្រូវពិភាក្សាជាមួយសៀវម៉ាំងសិនផ្ទះពួកយើងតូចម៉ាក់មកនៅខ្លាចម៉ាក់មិនទម្លាប់មានអីមិនទម្លាប់នោះថ្ងៃស្អែកម៉ាក់រៀបចំអីវ៉ាន់ទៅហើយពួកកូនមិនបាច់រៀបចំអីទេម៉ាក់គ្រាន់តែចង់ធ្វើអ្វីមួយសម្រាប់ពួកកូនគាត់នេះគឺកាត់មុនរីកាក្រោយហើយគោលបំណងរបស់គាត់ច្បាស់លាស់ណាស់ទីមួយគាត់មិនទុកចិត្តបងទេចង់ត្រឡប់មកក្នុងជីវិតបងវិញដើម្បីគ្រប់គ្រងបងក្នុងចម្ងាយចិត្តទីពីរគាត់ចង់ប្រើឈ្មោះថាមកមើលថែកូនដើម្បីដណ្ដើមសិទ្ធិគ្រប់គ្រងផ្ទះនេះវិញឲ្យតែគាត់ចូលមកនៅថ្ងៃនេះជួយទិញម្ហូបថ្ងៃស្អែកជួយជូតអិតយូរទៅគាត់នឹងខ្លាចជាអ្នកមានគុណក្នុងផ្ទះនេះទៀតហើយប្តីប្រពន្ធយើងជំពាក់គាត់ទៀតហើយចុះខ្ញុំទេទៅគាត់ម្ដងទៀតបដិសេធគាត់ត្រង់តែម្ដងតែទោះយ៉ាងណាគាត់ជាម៉ាក់ខ្ញុំគាត់និយាយដល់ថ្នាក់នឹងទៅហើយបើខ្ញុំបដិសេធទៀតតើវាមិនហួសហេតុពេកទេអីអញ្ចឹងមិនអាចបដិសេធទេមិនអាចបដិសេធហាចុះគិតមិនទៅឲ្យគាត់មករស់នៅមែនឲ្យគាត់នៅតែថាមិនមែនគាត់ចង់នៅមិនក៏បាននោះទេជាងនានផ្ទះយើងត្រូវតែមានច្បាប់ទម្លាប់របស់យើងបានស្ដាប់តាមអូនទាំងអស់លោកតាឆាប់មើលលោកយាយទិញអីឲ្យលោកតាស្វាគមន៍ម៉ាក់មកលេងម៉ាក់មកល្មមមានរឿងខ្លះកូនចង់និយាយឲ្យច្បាស់នៅចំពោះមុខម៉ាក់នឹងជាងនាងទីមួយពួកយើងអរគុណម៉ាក់ខ្លាំងណាស់ដែលព្រមមកជួយប្តីប្រពន្ធយើងពិតជាបានធូរស្រាលច្រើនមែនប៉ុន្តែម៉ាក់ជាចាស់ទុំជាភ្ញៀវពួកយើងមិនអាចឲ្យម៉ាក់ហត់ពេកទេដូច្នេះការងារផ្ទះនឹងធ្វើម្ហូបគឺទុកឲ្យកូននិងជាងនាងជាអ្នកធ្វើម៉ាក់គ្រាន់តែជួយបន្តិចបន្តួចបានហើយទីពីរតាក់ទងនឹងការអប់រំរបស់យឺពួកយើងមានវិធីសាស្ត្រនិងផែនការផ្ទាល់ខ្លួនឧទាហរណ៍ម៉ោងរៀនរបស់កូនម៉ោងមើលទូរទស្សន៍ការញ៉ាំនំចំណីពួកយើងសុទ្ធតែមានច្បាប់ទម្លាប់ហើយនឹងអនុវត្តយ៉ាងតឹងរ៉ឹងសង្ឃឹមថាម៉ាក់អាចគោរពនិងសហការជាមួយពួកយើងកុំធ្វើឲ្យខូចទម្លាប់របស់កូនចុងក្រោយក៏ជាចំណុចសំខាន់បំផុតដែរគ្រួសារមួយនេះខ្ញុំនិងជាងនាងគឺជាម្ចាស់រាល់ការចំណាយទំនាក់ទំនងសង្គមរឿងធំរឿងតូចក្នុងផ្ទះគឺប្តីប្រពន្ធយើងជាអ្នកសម្រេចអ្នកម៉ាក់គ្រាន់តែសម្រាកនៅទីនេះហើយរីករាយជាមួយភាពកក់ក្ដៅក្នុងគ្រួសារទៅបានហើយរឿងផ្សេងទៀតមិនបាច់ឲ្យម៉ាក់បារម្ភទេសៀវម៉ុងគិតបានល្អណាស់ម៉ាក់យល់ម៉ាក់មកទីនេះដើម្បីរស់នៅឲ្យស្រួលទេអញ្ចឹងក៏ល្អយាយជូនលោកយាយទៅបន្ទប់ភ្ញៀវដើម្បីទុកអីវ៉ាន់ទៅសៀវម៉ុងដាក់ចង្កឹះនៅទីនេះបានទេបានអរគុណម៉ាក់បន្លែនេះម៉ាក់បេះរួចហើយទុកនៅលើចង្ក្រានហើយណាទៅនេះម៉ាក់ជូតរួចហើយអូយសៀវម៉ុងខោអាវមួយនេះស្អាតណាស់ស័ក្តិសមនឹងសម្បុររបស់កូនណាស់សៀវម៉ុងអូនមើលទៅលើកនេះម៉ាក់ប្រហែលជាគិតយល់មែនទែនហើយប៉ុន្មានថ្ងៃនេះគាត់ពិតជាមិនបានលូកដៃចូលរឿងអីទេហើយក៏មិនបានបញ្ជាយើងដែរអូនមិនជឿទេអូនមិនមែនថាមិនជឿទេគ្រាន់តែចរិតរបស់មនុស្សម្នាក់មិនងាយនឹងកែប្រែទេចុះបងវិញបងពិតជាជឿថាគាត់គិតយល់មែនទេបងសង្ឃឹមថាអញ្ចឹងមានរឿងអីក្នុងផ្ទះមានរឿងអីកើតឡើងសៀវម៉ុងទីបំផុតកូនត្រឡប់មកវិញហើយម៉ាក់មិនចង់ចេះដឹងរឿងច្រើនទេ
តែថ្ងៃនេះពេលម៉ាក់ជួយរៀបចំបន្ទប់ធ្វើការរបស់កូនម៉ាក់ក៏ចៃដន្យឲ្យឃើញសៀវភៅបញ្ជីនេះពេលម៉ាក់មើលទៅធ្វើឲ្យម៉ាក់ភ្ញាក់ព្រឺតែម្ដងកូនមើលទៅសប្តាហ៍មុនកូនទិញអាវធំមួយឲ្យខ្លួនឯងចំណាយអស់ជាង2000ទៅចុះឈ្មោះរៀនភាសាអង់គ្លេសតាមអនឡាញឲ្យយាកអស់3000ទៀតហើយមួយនេះទៀតទិញម៉ាស៊ីនបូមធូលីនាំចូលអស់5000យ៉នសៀវម៉ងម៉ាក់មិនមែនថាឲ្យកូនទេគ្រួសារយើងឥឡូវទោះបីជាមានជីវភាពធូរធារបន្តិចមែនតែមិនអាចចាយលុយបែបនេះទេជាងណែនរកលុយនៅខាងក្រៅពិបាកណាស់ឯងចាយលុយដូចទឹកអញ្ចឹងគ្រួសារយើងនេះមិនយូរមិនឆាប់គង់តែរលាយដោយសារឯងទេលុយរបស់ខ្ញុំគឺសម្រាប់ប្រពន្ធកូនខ្ញុំចាយជារឿងត្រឹមត្រូវហើយខ្ញុំគិតថាគ្រួសារមួយនេះមិនទាន់ដល់វេនអ្នកឯងមកចង្អុលបង្ហាញទេបើអ្នករស់នៅទីនេះមិនអាចគោរពប្រពន្ធខ្ញុំមិនអាចគោរពការសម្រេចចិត្តរបស់ប្តីប្រពន្ធយើងអញ្ចឹងសុំទោសផងថ្ងៃស្អែកខ្ញុំនឹងជូនអ្នកត្រឡប់ទៅផ្ទះវិញឯងនិយាយស្អីឯងចង់ដេញខ្ញុំចេញមិនមែនដេញទេគឺជូនអ្នកត្រឡប់ទៅផ្ទះវិញម៉ែខ្ញុំធ្លាប់និយាយរួចហើយគ្រួសារនេះខ្ញុំនឹងឆេះអមែងជាម្ចាស់បើម៉ែមិនអាចគោរពពួកយើងទេទីនេះក៏មិនស័ក្តិសមនឹងម៉ែដែរឡានកក់រួចហើយថ្ងៃស្អែកម៉ោង8ព្រឹកម៉ែញ៉ាំអាហារពេលព្រឹកប៉ាត់សួស្ដីតើអ្នកបានកក់ឡានទៅទីក្រុងមែនទេចាស់សូមរងចាំបន្តិចម៉ែឡានមកដល់ហើយម៉ែចាំខ្ញុំជួយយកវ៉ាលីចុះទៅក្រោមម៉ែចេញមកខ្លួនឯងឬក៏ឲ្យខ្ញុំចូលទៅអញ្ជើញម៉ែម៉ាក់លោកយាយទៅបាត់ហើយលោកយាយត្រឡប់ទៅផ្ទះគាត់វិញហើយទីបំផុតព្យុះបានកន្លងផុតទៅហើយ